នៅក្នុងវីដេអូនេះយើងធ្វើការនិយាយអំពី iPhone 12 Pro Max ដែលសារតែបងប្អូនយើងបានស្នើសុំឲ្យខ្ញុំជួយធ្វើវីដេអូមើលឡើងវិញផងតើវាយ៉ាងម៉េចយ៉ាងម៉ាដែរគួរទិញឬក៏មិនគួរទិញហ្នឹងហើយបើអញ្ចឹងនេះគឺជាអ្វីដែលយើងនឹងនិយាយនៅក្នុងវីដេអូនេះមុននឹងយើងបន្តទៅមុខទៀតក៏សូមប្រាប់បងប្អូនផងដែរវីដេអូរបស់ខ្ញុំត្រូវបានឧបត្ថម្ភដោយហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បើសិនជាបងប្អូនយើងត្រូវការ iPhone iPad Samsung Galaxy ក៏មានផងដែរបើយើងទិញដាច់វីដេអូបងរំលោះនៅគ្នាយើង VIP មានទាំងអស់ link ទាក់ទងនៅក្នុង description ខាងក្រោមអូខេបើអញ្ចឹងយើងបន្តខ្ញុំសូមបកអាផ្លាក A ហ្នឹងសិននេះ A ហ្នឹងគឺ grade A ហើយទំហំ 128G អញ្ចឹងខ្ញុំសូមបកវាចេញដើម្បីឲ្យបងប្អូនយើងឃើញរូបរាងវាស្រឡះជាងហ្នឹងហើយ iPhone នេះបើសិនជាយើងនិយាយទៅលើរូបរាងវាហ្នឹងវាអត់ទាន់ហួសសម័យទេការ design វារូបរាងវាគឺនៅស្អាតនៅទាន់សម័យបាទអញ្ចឹងបងប្អូនយើងអាចមើលបានទៅលើរូបរាងរបស់វាស្រួលមិនស្រួលវាចង់ស្អាតជាង iPhone សេរីថ្មីផងទៅលើការរចនាម៉ូដរបស់វាបងប្អូនឃើញការ design វាបែប unique មែនទែនណាចង់និយាយថាវាបែប Apple iPhone ពីមុនមកគឺវាអញ្ចឹង design គេណាបងយើងភាសា language គេដោយឡែកវាខុសទៅ17 Pro Max វាមានការ design ប្លែកតិចទៅណាប្លែកហ្នឹងមិនប្លែកខ្លាំងទេតែបើថាយើងនិយាយទៅលើជារូបរាងទូទៅបើសិនជាខ្ញុំឲ្យជាបន្ទុកវិញអានេះវាមានអារម្មណ៍ថាវា clean ស្អាតជាងបាទវាពណ៌ចាស់ទុំហើយវាអត់សាំភ្នែកទេវាប្រើយូរទៅបើអញ្ចឹងជារួមការ design វាខាងក្រៅនៅតែស្អាតនៅឡើយទេចុះបើសិនជាយើងនិយាយទៅលើសមត្ថភាពប្រើប្រាស់ទូទៅណាតើអាចដំណើរការបានល្អទេiPhone នេះវារៀងចេញយូរដែរអេក្រង់វាទៅ 60Hz ទេហើយបើសិនជាបងប្អូនយើងដូចថាភ្លុករសជាតិ 120Hz រួចទៅហើយអញ្ចឹងណាគេលោថាយើងវាយល់ថា 120Hz វាល្អអញ្ចឹងត្រឡប់ទៅប្រើ 60Hz គឺវាអត់សូវត្រូវប៉ុន្មានទេវារៀងតាក់វារៀងអត់សូវ smooth ចឹងអញ្ចឹងបងប្អូនយើងតែបើថាបងប្អូនយើងអត់ដែលប្រើអេក្រង់ 120Hz ទេបងប្អូនយើងប្រហែលជាមិននឹក 120Hz ទេចង់និយាយថាមិនចង់រំពឹង 120Hz ទេវានៅតែ smooth ចឹងបាទវានៅអាចប្រើបានដំណើរការលឿនចេញចូលពី app មួយទៅ app មួយលេង game លេងអីទៅគឺវាដំណើរការបានល្អអត់បញ្ហាទេណាហើយបើសិនជាយើងនិយាយទៅលើទំហំអេក្រង់របស់វាហ្នឹងគឺ 6.7 អ៊ីងណាល្អធំល្អហើយការបង្ហាញពណ៌ហ្នឹងល្អត្រឹមត្រូវហើយវាប្រើបច្ចេកវិទ្យាអេក្រង់ OLED ផងដែរបាទពន្លឺវាហ្នឹងគឺវាធាក់បានល្អភ្លឺល្អប៉ុន្តែពេលបងប្អូនយើងប្រើរៀងឡើងកម្ដៅអេក្រង់វាគឺធ្លាក់ពន្លឺខ្លាំងបាទតាមបទពិសោធន៍របស់ខ្ញុំប្រើ12 Pro Max មួយនេះបើថាបងប្អូនយើងប្រើកាមេរ៉ាជាពិសេសថតខាងក្រៅខាងអីទៅពេលខ្លះមើលអត់ចង់ឃើញទោះមើលចេះនឹងស្អីគេអញ្ចឹងអេក្រង់វាបើសិននិយាយពីគុណភាពនៅល្អទេប៉ុន្តែបញ្ហាអេក្រង់របស់វាហ្នឹងគឺថាវារៀងឡើងកាលណាវាឡើងកម្ដៅវាល្ងិតឆឹងមកតែម្ដងលេងឃើញណាជាពិសេសឡើងកម្ដៅពេលយើងលេងហ្គេមអីចឹងទៅបងប្អូនយើងនិយាយជារួមពេលយើងទូរស័ព្ទឡើងកម្ដៅណាមិនថាលេងហ្គេមមិនថាប្រើអ៊ីនធឺណិតអីទេប្រើខាងក្រៅអីទេណាបើថាឡើងកម្ដៅហើយគឺអេក្រង់វាគឺធ្លាក់ពន្លឺតែម្ដងហ្នឹងហើយបាទអញ្ចឹងអេក្រង់វាគឺប៉ុណ្ណឹងហើយទៅលើកាមេរ៉ារបស់វាមាន3គ្រាប់បងប្អូនយើងបាទអញ្ចឹង12 megapixel បូក12 megapixel បូកនឹង12 megapixel 3គ្រាប់នៅខាងក្រោយគេនេះការថតរូបនៅ aim ណាការថតវីដេអូនៅ aim មិនចោតជាបញ្ហាទេថត 4K វីដេអូផាកបានទៀតផង60 fps នេះគឺថាវាមក aim នៅលើនឹងតែម្ដងហើយបើសិនជាបងប្អូនយើងនិយាយលើកាមេរ៉ាវាណាបងយើងនៅល្អណាស់ណាបងយើងបាទល្អមែនទែនកាមេរ៉ាវាមិនមែនកាមេរ៉ា color ស្អាតឯដូចទូរស័ព្ទគេខាង Android ទេប៉ុន្តែមក team Apple កាមេរ៉ាវានៅតែខ្លាំងនៅឡើយទេអត់បញ្ហាទេហ្នឹងហើយទាំងកាមេរ៉ាខាងមុខនិងខាងក្រោយអញ្ចឹងសម្រាប់បងប្អូនយើងដែលបារម្ភថាទិញ iPhone នេះកាមេរ៉ាវាសេរីចាស់model ចេញមកសេរីចាស់ដែរតែតិចកាមេរ៉ាវាអត់សូវល្អទៅអត់ទេបងប្អូនកាមេរ៉ានៅល្អណាដូចខ្ញុំបាននិយាយអញ្ចឹងទាំងរូបភាពនិងទាំងវីដេអូហ្នឹងហើយបាទអញ្ចឹងលើកលែងប្លង់ពេលយប់ night mode ណៃទៅវាធ្វើអត់សូវបានល្អទេបើធៀបជាមួយនឹងទូរស័ព្ទដៃគេថ្មីណាក៏ដូចជាធៀបជាមួយនឹង Apple ខ្លួនឯងជាដើមspeaker វាល្អ speaker វាធាក់ងុំល្អមែនទែនតែម្ដងខ្លាំងខ្ញុំចូលចិត្តមែនទែន speaker វា one of the best ហើយបាទប្រព័ន្ធការពារទឹកវាមានបងប្អូនណា Face ID របស់ Apple ហើយវាមានគេហៅនេះ mute slider ណែណាបងប្អូនយើងបាទខុសពីឥឡូវហ្នឹងគឺគេធ្វើចុចយ៉ាងនេះគឺវាទាញលើចុះក្រោមចេះតំណងដែរតាណាស្អីទៀតបងប្អូនយើងមួយដែលខ្ញុំបារម្ភបន្តិចហ្នឹងគឺពាក់ព័ន្ធនឹង USB Lightning ខ្ញុំបារម្ភថាទៅលើ Lightning port ទេវារៀង port delay សូម្បីតែ Apple ខ្លួនឯងក៏គេលែងប្រើ Lightning port ដែរអញ្ចឹងបើថាបងប្អូនយើងទិញវាអាហ្នឹងគិតគូរខ្លួនឯងទៅតែមិនអីទេលើទីផ្សារ Lightning port មកកណោ Lightning cable ខ្សែ Lightning មកកណោពេញទឹកពេញដីអត់បញ្ហាទេមានហើយធូរថ្លៃទៀតណាបងប្អូនយើងតែបើថាយើងនិយាយឲ្យវាតន់សម័យឲ្យវា
គេហៅថាប្រើបានល្អអញ្ចឹងណាទៅលើខ្សែសាកអញ្ចឹងទៅយើងថាយើងគេប្រើនោះយើងប្រើនេះដែរអញ្ចឹងឧទាហរណ៍អញ្ចឹងណាអញ្ចឹងវាអត់ទេណាវា lightning តែឧទាហរណ៍អង្គយើងទៅដើរលេងខេត្តឆ្ងាយអញ្ចឹងទៅស្រាប់តែអស់ថ្មហើយស្រាប់តែគេជ្រែកសាកគេសាកអញ្ចឹងទៅណាវាទៅជាយើង lightning តែឯងអញ្ចឹងណាគេលោកគេខ្នោះ team Android ទាំងអស់គេប្រើតែ Type C ឯងប្រើ lightning តែឯងបាត់ឆ្ងាយសាកនោះឬក៏ខូចឆ្ងាយសាកនោះអញ្ចឹងវាជារឿងមួយតែបងប្អូនយើងគួរបារម្ភផងដែរតែជារួមតម្លៃ$300ជាងខ្ញុំគិតថាបងប្អូនយើងអាចពិចារណាទៅលើវាបានណារៀងវាធំល្អស៊េរី Pro បងយើងឲ្យ Max ទៀតបងប្អូនយើងអាចប្រើបានសម្រាប់តែខ្ញុំក៏ប្រើបានដែរអត់បញ្ហាទេបងប្អូនយើងណាខ្ញុំអាចដូរទៅ12 Pro Max ភ្លាមបើសិនជាខ្ញុំអត់មាន17 Pro Max ប្រើអញ្ចឹងគឺនៅតែអេមអញ្ចឹងហ្នឹងហើយអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែកចម្លែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ